គុណសម្បត្តិនិងគុណវិបត្តិរបស់ស្រូវដែលយើងច្រូតចុងបាទបងប្អូនមើលស្រូវមូលហេតុដែលច្រូតចុងគឺស្រូវដែលលើសសារជាតិចិញ្ចឹមពពុះអាសូតហើយវាធ្វើឲ្យស្លឹករបស់ស្រូវហ្នឹងគឺទុនបាទស្លឹកមកខ្លាំងស្លឹកទុនអញ្ចឹងវាងាយធ្វើឲ្យដួលងាយចម្លងទៅជាជំងឺដោយសារតែបញ្ហាជំងឺរោគផ្សិតពេលណាដែលសន្សើមធ្លាក់បែបនេះសន្សើមក្រស្ងួតគឺវាងាយនឹងចូលបញ្ហារោគផ្សិតអញ្ចឹងបងច្បាស់ជាត្រូវការច្រូតចេញបាទការច្រូតចេញនេះវាមានគុណសម្បត្តិនិងគុណវិបត្តិទៀតបើយើងច្រូតត្រូវពេលស្រូវអត់ប៉ះពាល់ដល់បញ្ហាស្រូវទេគឺស្រូវនៅតែល្អផលនៅតែខ្ពស់ប៉ុន្តែបើយើងច្រូតមិនត្រូវពេលច្រូតយឺតច្រូតនៅពេលណាដែលស្រូវចាប់ផ្ដើមមូលដើមផើមហើយបងប្អូនមើលនេះណាដល់ពេលណាយើងច្រូតមកនេះវាប៉ះស្លឹកទង់ជ័យបែបនេះពេលដែលប៉ះស្លឹកទង់ជ័យវាអន់ទៅផលទៅវិញបាទនេះបងប្អូនមើលអញ្ចឹងស្លឹកទង់ជ័យនេះក៏ជួយជំរុញផលដែរជួយជំរុញការស្រូបយកសារជាតិចិញ្ចឹមបញ្ជូនមកគ្រាប់អញ្ចឹងបើសិនជាប៉ះដល់ស្លឹកទង់ជ័យបែបហ្នឹងស្រូវក៏រុញសម្លៃមិនសូវល្អប្រហែលដែរបងប្អូន